ជម្រាបសួរនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាចឹងសូមស្វាគមន៍មកកាន់វគ្គសិក្សា Microsoft Excel នៅក្នុងវីដេអូនេះគឺយើងនឹងមករៀនធ្វើលំហាត់ទៀតហើយគឺទាក់ទងទៅនឹងរូបមន្តសាមក៏ប៉ុន្តែយើងច្បល់ចូលគ្នាទាំងអស់ទាំងការគណនាអត្រាប្តូរប្រាក់ទាំងអីគឺយើងមកមិចចូលគ្នាទាំងអស់ចឹងយើងទៅមើលពីលំហាត់ជាមួយខ្ញុំទាំងអស់គ្នា Let's go អូខេចឹងយើងមើលទម្រង់វិក័យប័ត្រនេះមួយគឺយើងមានអត្រាប្តូរប្រាក់នៅផ្នែកខាងលើហើយយើងមាននេះគេទៅតាមភេសជ្ជៈនីមួយៗមានមិនដតមានចំនួនតម្លៃលក់រាយចឹងទៅអូខេហើយនឹងសរុបគិតជារៀលនិងលុយដុល្លារហើយមកមើលផ្នែកខាងក្រោមនេះក៏ឲ្យយើងសរុបគិតជាលុយដុល្លារហើយនឹងសរុបគិតជាទៅរៀលលុយរៀលទៅតាមផ្នែកនៃភេសជ្ជៈរបស់យើងនីមួយៗអាហារនិងភេសជ្ជៈរបស់យើងនីមួយៗអូខេអញ្ចឹងយើងមកគណនាតាមលំដាប់បណ្ដោយមកអូខេយើងដឹងហើយថាមិនដតចំនួន4ដែលនៅក្នុង1គឺ60000រៀលអញ្ចឹង4គឺយើងគណនាតាមហ្នឹងមកអូខេយើងដាក់ជាស្មើហើយយើងវាយរូបមន្តមួយឈ្មោះថា productយើងត្រូវយកចំនួនគុណជាមួយនឹងតម្លៃលក់រាយអូខេអញ្ចឹងយើងឃើញ240,000រៀលអូខេអញ្ចឹងដើម្បីគិតជាលុយដុល្លារគឺយើងត្រូវអីគេស្មើយើងយកចំនួនលុយខ្មែរចែកជាមួយនឹងអត្រាប្តូរប្រាក់អូខេអញ្ចឹងយើងនឹងឃើញ 57.14 ដុល្លារអូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នាបើយើងចង់អូសទៅនៃចុះក្រោមគឺយើងត្រូវចុច F4 អូខេ sorry ចុច F4 អូខេแบบនេះចឹងយើងទាញទិន្នន័យនេះចុះក្រោមហើយទិន្នន័យនេះយើងទាញចុះក្រោមដែរគឺរួចជាការស្រេចចឹងដើម្បីជាភាពងាយស្រួលក្នុងការមើលគឺខ្ញុំ highlight មួយមកដើម្បីខ្ញុំងាយស្រួលក្នុងការមើលថាហ្នឹងគឺជាទិន្នន័យដែលយើងបានគណនាអូខេខ្ញុំដាក់បែបនេះចឹងយើងក៏លេខមកមើលផ្នែកខាងក្រោមនេះគឺគេចង់បានបែបណាគឺគេចង់បានមិនដុតផ្សេងគិតជាលុយដុល្លារផ្សេងលុយរៀលផ្សេងចឹងយើងដឹងហើយថានៅក្នុងតារាងវិក័យប័ត្ររបស់យើងឃើញយើងមានមិនដតនៅខាងក្រោមលេខរៀងទី10មានលេខរៀងទីUGID នៅក្នុង ID 10ហើយឃើញវាមានច្រើនណាស់នេះចឹងគេចង់បានសរុបថាមិនដតទាំងអស់ហ្នឹងគឺយើងទាំងអស់ហ្នឹងអស់ប្រមាណអូខេយើងសរុបមកស្មើហើយយើងវាយរូបមន្តមួយឈ្មោះថា sum if បែបនេះចឹងយើងត្រូវគេ rank គឺយើងត្រូវការរកអាហារនិងភេសជ្ជៈចឹងមិនដតនេះវាស្ថិតនៅក្នុងតារាងមួយឈ្មោះថាអាហារនិងភេសជ្ជៈអូខេចេញចុច F4 មួយហើយក្បៀសមួយមកលក្ខខណ្ឌយើងរកគឺគេមិនដតអូខេយើងក្បៀសមួយទៀតហើយលុយដែលយើងត្រូវការរកនេះយើងត្រូវការរកដុល្លារអញ្ចឹងយើងត្រូវ select ទៅលើដុល្លារអញ្ចឹងយើងរកលុយខ្មែរគឺយើងត្រូវ select លើលុយខ្មែរអូខេខ្ញុំចុច F4 មួយទៀត enter ឃើញអត់អញ្ចឹងយើងបាន$142ហើយយើងអូសទិន្នន័យចុះក្រោមនេះមកគឺយើងនឹងទទួលបានតម្លៃទាំងអស់ហើយហេបែបនេះគឺវាស្អាតមើលមកគឺអត់បាក់រញ៉េរញ៉ៃទេគឺស្អាតតែម្ដងអូខេអញ្ចឹងយើងមកដល់លុយរៀលរបស់យើងកន្លែងនេះគឺយើងមាន2ជម្រើសដែលអ្នកនរគ្នាអាចធ្វើបែបនេះស្មើហើយនៅគេលុយដុល្លារមកគុណជាមួយនឹងអត្រាប្តូរប្រាក់អូខេគុណជាមួយនឹងអត្រាប្តូរប្រាក់បែបនេះហើយអ្នកនរគ្នាចុច F4 មកអូខេហើយអ្នកនរគ្នាអូសទិន្នន័យនេះចុះក្រោមអញ្ចឹងវិធីមួយទៀតខ្ញុំចង់ដាក់ត្រង់នេះយើងប្រើរូបមន្ត sum if ដូចគ្នាយើងស្មើហើយយើងវាយរូបមន្តមួយឈ្មោះថា sum if អញ្ចឹងយើងត្រូវរកគេនេះដូចគ្នាអញ្ចឹងអានេះគឺវិធីមួយទៀតណាអញ្ចឹងយើង select ដូចគ្នាខ្ញុំសូមធ្វើរាងលឿនតិចមកក្បៀសមួយមិនដតក្បៀសមួយហើយនឹងសរុបគិតជា real នេះអញ្ចឹងយកលុយ real មួយនេះអូខេដល់ពេលវាចេញមកគឺចេញលុយដូចតែគ្នាទេអ្នកគ្នាយើងមាន2ជម្រើសអ្នកគ្នាតែខ្ញុំ recommend ឲ្យអ្នកគ្នាបដូរមកគឺវាលឿនជាងអូខេបើសិនបើអ្នកនរគ្នាពេញចិត្តនៅវីដេអូចែករំលែករបស់ខ្ញុំគឺកុំភ្លេចចុច like share and follow ជាពិសេសគឺ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តបន្ទាប់ជួបខ្ញុំនៅវីដេអូក្រោយ